គម្រោងសាងសង់ព្រះពុទ្ធបដិមាកម្ពស់ 108 ម៉ែត្រនៅលើខ្នងភ្នំបូកគោមានទីតាំងស្ថិតនៅតំបន់វាលស្រែ 500 ដែលหุ้មព័ទ្ធដោយធម្មជាតិបៃតងក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពតកំពុងដំណើរការសាងសង់យ៉ាងមមាញឹកព្រះពុទ្ធបដិមាអង្គនេះជាព្រះពុទ្ធដែលធំជាងគេនិងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាគម្រោងទាំងមូលត្រូវបានសាងសង់នៅលើផ្ទៃដីសរុប 91.7 ហិកតាដោយមានទាំងព្រះពុទ្ធបដិមានិងសួនឧទ្យានព្រះពុទ្ធសាសនាហើយគម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏សំខាន់មួយនាពេលអនាគតនេះជាខ្នាតលម្អិតនៃព្រះពុទ្ធបដិមាកម្ពស់ 108 ម៉ែត្រខឿនផ្ទាល់ដីកម្ពស់ 13 ម៉ែត្រកន្លះបាឡាមផ្កាឈូកកម្ពស់ 13 ម៉ែត្រកន្លះតួព្រះពុទ្ធបដិមាកម្ពស់ 81 ម៉ែត្រសរុបពីនីវ៉ូផ្ទាល់ដីមានកម្ពស់ 108 ម៉ែត្របច្ចុប្បន្ននេះការដ្ឋានកំពុងសាងសង់យ៉ាងមមាញឹកដោយការងារកសាងពីខឿនផ្ទាល់ដីរហូតដល់បាឡាំងផ្កាឈូកជិតរួចរាល់ហើយផែនការបន្ទាប់ក្រុមការងារនឹងចាប់ផ្ដើមបន្តការងារដំឡើងតួព្រះអង្គដែលមានកម្ពស់ 81 ម៉ែត្រជាបន្តបន្ទាប់តទៅទៀតបន្ទាប់ពីការកសាងព្រះពុទ្ធបដិមាកម្ពស់ 108 ម៉ែត្របានបញ្ចប់រួចរាល់ទីតាំងក្នុងខឿនក្រោមបាឡាំងព្រះអង្គនឹងរៀបចំតម្កល់ព្រះពុទ្ធបដិមាអង្គតូចៗចំនួន 84,000 អង្គផងដែរពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធបដិមាកម្ពស់ 108 ម៉ែត្រក្តីឬចង់ជាព្រះពុទ្ធបដិមាអង្គតូចៗក្តីអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះ